3 យ៉ាងដែលប្រជាកសិករចង់បានជាចាំបាច់ 1. ចង់បានបច្ចេកទេសច្បាស់លាស់និងប្រព័ន្ធទឹកឲ្យបានគ្រប់គ្រាន់ 2. ជីថ្នាំកសិកម្មដែលមានតម្លៃសមរម្យហើយមានគុណភាពខ្ពស់ 3. កសិផលដែលផលិតបានហើយលក់ចេញវិញឲ្យមានតម្លៃសមរម្យដែលអាចទទួលយកបានក្នុងនោះដែរជីកសិកម្មសញ្ញាត្រាដើមឈើក៏បានរួមចំណែកជួយដល់ប្រជាកសិករបានមួយចំណែកធំផងដែរ បងការមុនតែបងមិនទាន់ប្រើជីនេះបងចំណាយជីក្របអស់ប្រមាណ3ហើយប្រមូលទិន្នផលបានប៉ុន្មានតោនដែរ 6B គ្រូមហាត់ 6B ខាងមហាហើយបានប្រមាណតោនដែរ បាន5 6តោនជាងហ្នឹង អញ្ចឹងហើយចុះបន្ទាប់ពីប្រើជីនេះរួច ប្រើជីនេះរួចបានមហាត់8តោន បាន8តោន ដល់ពេលបាច់ប្រើជីហ្នឹងក៏អត់មានប៉ះទេហើយប៉ុន្តែដើមដងរឹងដល់ពេលចេញមកផ្កាឡើងអងដល់សមកហ្នឹងអាបាច់បោះសរួយគ្រាប់ថ្លាហ្មង និយាយអស់ពីចិត្តដែរដូចសុបាយចិត្តដល់បើថាមិនបានលាយទេដូចអត់សុបាយចិត្តដូចថាដឹងថាស្រូវវាមិនសូវល្អដូចយើងលាយទេយើងលាយយើងធ្លាប់ដឹងហើយដឹងតែជឿជាក់ថាស្រូវនឹងដឹងតែល្អដល់ពេលដាក់មកវាល្អមែន មេជីម្សៅ Triplus Organic និងមេជីទឹក Triplus Organic ប្រើបានគ្រប់ប្រភេទដំណាំទាំងអស់បើប្រើមិនល្អបើប្រើមិនកើនទិន្នផលក្រុមហ៊ុនធានាដូរជូនលុយវិញភ្លាមបាន10តោនមហា10តោននេះ ទៅពេលខ្ញុំមកប្រើនេះវាមហាត់បាន7តោនជាងទៅ8 ចាំនេះបាន9ទៅ10តោន ខ្ញុំលាយជីនេះខ្ញុំបាញ់ជីវៈដាច់ចុងក្រោយបាន9ធុងបាទថ្លឹងជាសាច់ស្រូវ10តោន មកប្រើជីសញ្ញាដើមឈើនេះលាយជាមួយជីយើងហ្នឹងវាថយអស់មកបេបាច់ជីនេះល្អជាងដែលបាច់សុតអត់មានលាយណា ពេលយើងបានប្រើប្រាស់ជីសញ្ញាដើមឈើនេះទៅដីបកដីអីក៏យើងប្រើបានហើយវាអត់រើសដីទៀតដែលផ្ដាំថាបងប្អូនបើបានចង់បានសូវល្អដូចខ្ញុំយកជីសញ្ញាដើមឈើ Triplus នេះយកទៅប្រើអត់ខកបំណងទេបានផ្លែដូចខ្ញុំអញ្ចឹងជាកសិករផ្សេងៗនោះវាចង់បានធ្វើផលដូចខ្ញុំគឺទិញអាជីត្រាសញ្ញាដើមឈើនោះទៅមិនខុសទេ